ជំរាបសួរបងស្រីជំរាបសួរបងបងស្រីមួយរយៈនេះមានការមមាញឹកទេចំពោះការងារសិល្បៈចារៀងមមាញឹកដែរបងរូបសម្បត្តិនៅតែស្អាតសម្រស់ក៏នៅតែស្អាតតើមានវិធីសាស្ត្រអីដែរដែលជួយថែរក្សាសម្រស់ហ្នឹងអាចចែករំលែកបងប្អូនយើងបានទេចាបងអត់មានអីច្រើនទេគឺរបបអាហារបងយើងញ៉ាំអាហារបែបជាបន្លែមានប្រូតអ៊ីនអីចឹងទៅវាជួយឲ្យសាច់យើងស្អាតហើយរាងយើងថែរក្សាបានថេរចឹងណាបងបងស្រីមានវិធីសាស្ត្រអ្វីដែលជួយថែរក្សាសក់ឲ្យបានស្អាតចឹងហ៎ចាបងមានប៉ុន្តែមុននឹងដឹងពីថាប្រយោជន៍ខ្ញុំក៏ចង់ប្រាប់ថាសក់ខ្ញុំពីមុនណាមិនមែនចឹងទេនិយាយចំទៅដូចដែលបងបានដឹងចឹងថាខ្ញុំគឺជាបវរកញ្ញាហើយខ្ញុំក៏ជាតារាសម្ដែងដែរអញ្ចឹងសក់របស់ខ្ញុំគឺត្រូវនឹងម៉ាស៊ីនគៀបរាល់ថ្ងៃអញ្ចឹងវាធ្វើឲ្យប៉ះពាល់សក់របស់ខ្ញុំខ្លាំងមែនតើប៉ុន្តែតាំងពីខ្ញុំបានស្គាល់ជាមួយនឹងសាប៊ូ NOKS គឺជួយផ្លាស់ប្ដូរសក់របស់ខ្ញុំបានស្អាតមែនតើចាបងគឺសាប៊ូ NOKS ជួយឲ្យសរសៃសក់របស់យើងដែលបែកចុងមកភាពដែលរឹងមាំជាពិសេសអ្នកដែលមានសក់អង្គែសក់ឆាប់ឡើងប្រេងប្រើជាមួយនឹងឈុតសាប៊ូ NOKS គឺល្អខ្លាំងមែនតើមានថ្នាំអប់និយាយចំទៅថ្នាំអប់នេះគឺបេះជាមួយនឹងឈុត NOKS នឹងមកពួកថ្នាំអប់នេះយើងអាចប្រើប្រាស់ជាថ្នាំអប់ផងជាស្ប៉ាផងវាជួយធ្វើឲ្យសរសៃសក់របស់យើងមានសភាពភ្លឺទន់រលោងជាពិសេសគឺសក់មានទម្ងន់រលាស់ដូចសក់ខ្ញុំឥឡូវនេះអញ្ចឹងណាមានអាមួយទៀតគឺពិសេសខ្លាំងតែម្ដងគឺជាសេរ៉ូមបើមានតែថាសេរ៉ូមហ្នឹងណាមិនមែនធម្មតាលាបបានតែសក់យើងទេណាគឺលាបបានទាំងស្បែកខ្លួននិងស្បែកមុខដូចខ្ញុំអញ្ចឹងគឺមុនពេលដែលខ្ញុំចេញទៅក្រៅគឺខ្ញុំតែងតែបតក់មកតំណអញ្ចឹងហើយខ្ញុំលាបទៅលើស្បែកខ្លួនខ្ញុំសក់របស់ខ្ញុំហើយមុខរបស់ខ្ញុំយើងលាបបានទាំងអស់បើបងប្អូនចង់បានសក់ស្អាតកុំភ្លេចឈុតសាប៊ូ NOKS និយាយចំទៅមើលតែខ្ញុំទៅសក់ខ្ញុំគឺអ្នកទាំងអស់គ្នាដែលធ្លាប់ស្គាល់ខ្ញុំពីមុនដឹងហើយថាសក់ខ្ញុំបែបម៉េចហើយឥឡូវនេះមានសភាពទន់រលោងបែបម៉េចចង់កុំភ្លេចប្រើប្រាស់ជាមួយនឹងឈុត NOKS ជាពិសេសអ្នកកុំភ្លេចទិញហើយកុំភ្លេចសេរ៉ូមនេះ3 in 1ហ្មងប្រើបានទាំងសក់ទាំងស្បែកមុខទាំងដងខ្លួនមានតែមួយនឹងដាក់ចូលក្នុងកាបូបទៅដល់ណាក៏មានទំនុកចិត្តដែរ